ថ្ងៃនេះខ្ញុំទទួលបានសំណួរមួយតែខ្ញុំមើលសំណួរនឹងហើយខ្ញុំមានអារម្មណ៍ថាបងគឺជាអតិថិជនដែលតាមដានវីដេអូខ្ញុំជាប្រចាំក៏ដូចជាអតិថិជនដែលមើលតាក់ទងជាមួយនឹងការផ្សព្វផ្សាយវីតាមីន A ប្រតិផងដែរគាត់សួរថាកូនគាត់មានអាយុ4ឆ្នាំហើយគាត់ចង់ឲ្យកូនគាត់លូតកម្ពស់តើគាត់នឹងគួរតែជ្រើសរើសនៅប្រភេទ A ប្រតិមួយណាអញ្ចឹងសប្តាហ៍ថ្ងៃយើងឃើញហើយប្រភេទ A ប្រតិគឺមាន2ប្រភេទ A ប្រតិវីតាមីន C ក៏ដូចជានំទឹកដោះគោ A ប្រតិផងដែរអញ្ចឹងយើងត្រូវដឹងថានៅពេលដែលបងចង់ឲ្យកូនលូតកម្ពស់យើងត្រូវការសារធាតុអីជាចម្បងយើងត្រូវការកាល់ស្យូមក៏ដូចជាដេត្រលផងដែរទិសដៅសម្រាប់លូតកម្ពស់ណាអញ្ចឹងអ្វីដែលខ្ញុំណែនាំថ្ងៃនេះគឺប្រភេទ A ប្រតិទឹកដោះគោបងគួរតែជ្រើសរើសនៅប្រភេទ A ប្រតិទឹកដោះគោសម្រាប់ A ប្រតិទឹកដោះគោយើងសប្តាហ៍ថ្ងៃមាន3រសជាតិដើមរសជាតិសូកូឡាហើយនិងរសជាតិស្ទ្រូប៊េរីផងដែរអញ្ចឹងសម្រាប់បងដែលកំពុងតែស្វែងរកនៅប្រភេទកាល់ស្យូមឲ្យកូនដើម្បីទិសដៅលូតកម្ពស់ក៏កំពុងតែស្វែងរកនៅអាហារូបត្ថម្ភផ្សេងដែលល្អសម្រាប់កូនទូចអាចជ្រើសរើសនៅប្រភេទនំទឹកដោះគោ A ប្រតិបាននំទឹកដោះគោ A ប្រតិនេះមិនត្រឹមតែមានកាល់ស្យូមឬក៏ដេត្រលទេមានទាំងអាហារូបត្ថម្ភផ្សេងៗដូចជាវីតាមីន A ដែលជួយដល់ភ្នែកវីតាមីន B អងជួយទាក់ទងជាមួយនឹងការលូតលាស់ទូទៅវីតាមីន C ជួយទាក់ទងមួយប្រព័ន្ធភាពស៊ាំដេត្រលហើយនិងកាល់ស្យូមជួយទាក់ទងជាមួយនឹងបញ្ហាឆ្អឹងលូតលាស់ហើយនឹងធ្មេញក៏មានប្រូតេអ៊ីនផងដែរដែលជួយទាក់ទងជាមួយនឹងសាច់ដុំគាត់ហើយកាល់ស្យូមនៅក្នុងនេះគឺកម្រិតវាខ្ពស់ក្នុងមួយកញ្ចប់ស្មើនឹងកម្រិតទឹកដោះគោស្រស់មួយកែវចំណុះ100មីលីលីត្រអញ្ចឹងសម្រាប់បងណាដែលកំពុងតែស្វែងរកប្រភេទជាកាល់ស្យូមទម្រង់ជានំឲ្យកូនញ៉ាំគឺអាចស្វែងរកនៅប្រភេទ A ប្រតិនំទឹកដោះគោនេះបានហើយសម្រាប់ A ប្រតិនំទឹកដោះគោនេះទៀតសោតគឺមានលក់នៅគ្រប់អសរស្ថានក៏ដូចជាបណ្ដាម៉ាតផ្សេងៗផងដែរ